សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Channel Shadow មើលទៅមានអ្នករត់ចោល Channel មានអស់ហើយដឹង admin សុំទោសខ្លាំងៗមែនតើដោយសារតែ admin ជាប់រវល់ខ្លាំងហ្មងប្រហែលសប្តាហ៍ហើយឥឡូវ admin ក៏រវល់ដែរតែ admin បានឆ្លៀតមកសម្រាប់ឲ្យរឿងនេះឲ្យអ្នកគ្នាកុំឲ្យមានអ្នកចាំ admin យូរចឹងណាតែយ៉ាងណានៅតែសូមអភ័យទោសដល់អ្នកទាំងអស់គ្នាអញ្ចឹងតោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាការពិភាក្សាមុនណាយើងបានដឹងរួចទៅហើយថាប្រុសរបស់យើងហាក់បីដូចជាប្រងើយកន្តើយដាក់តួស្រីរបស់យើងដល់ហើយនេះមកពីការបដិសេធរបស់ស៊ូរបស់យើងទេដឹងប៉ុន្តែនេះមិនមែនជារឿងដែលគាត់ត្រូវខ្វាយខ្វល់នៅពេលនេះនោះទេអស់រយៈពេល2សប្តាហ៍ហើយដែលមានឈោឡាមកផ្ទះយើងហើយគាត់បាននិយាយថាគាត់ជាប់រវល់ការងារច្រើនមែនណាគិតថាមិនមែនការងារមើលទៅហើយវាមិនដែលការងារណាមានការងារធ្វើរហូតដល់ចុងសប្តាហ៍នោះទេរីឯហ៊ីស៊ូរបស់យើងវិញគឺធ្វើការធម្មតាទោះបីជាត្រូវខ្វល់ប្តីបន្តិចមែនប៉ុន្តែគាត់នៅតែខំប្រឹងប្រែងអញ្ចឹងឯបរិបការកុលាបយើងវិញហាក់បីដូចជាមិនបានរំខានទៅកាន់ហ៊ីស៊ូទៀតនោះទេចាប់តាំងពីថ្ងៃដែលហេស៊ូនិយាយបដិសេធសូម្បីតែធ្វើជាមិត្តភក្តិហ្នឹងក៏នាងមិនសុខចិត្តហ៎ហើយពេលនេះប្រហែលជាសមនឹងចិត្តនាងហើយថាពេលនេះគេអត់មករវេរវល់ជាមួយនឹងជីវិតនាងនោះទេហើយអបែកហ្នឹងគឺថាជាស្ដាប់បង្គាប់ល្អខ្លាំងមែនតើវាគួរឲ្យសង្ស័យណាស់ដែលគាត់ហ្នឹងស្ដាប់បង្គាប់បែបនេះថែមពីនេះគាត់បាត់ខ្លួនទាំងស្រុងចេញពីកន្លងរបស់នាងដូច្នេះมันមានន័យថាការចាប់អារម្មណ៍របស់គាត់ហ្នឹងគ្រាន់តែចង់ដឹងចង់ស្គាល់ពីនាងតែប៉ុណ្ណោះហើយហេស៊ូក៏បានផ្ញើសារទៅប្តីរបស់នាងដែរថាតើគាត់ថ្ងៃនេះមកផ្ទះយឺតទៀតហើយមែនហើយវាក៏ជារឿងល្អដែរដែលនាងត្រូវកាត់ចិត្តថាបើសិនជាមានអារម្មណ៍កាន់តែជ្រាលជ្រៅនោះរបួសនឹងធ្វើឲ្យកាន់តែជ្រៅជាងនេះទៀតហើយវាកាន់តែមិនសល់ស្នាមនិងមិនងាយជាសះស្បើយឡើយស៊ូយើងហ្នឹងកំពុងតែធ្វើការបណ្ដាគិតបដានឹងឯងគិតពីប្តីផងគិតពីមនុស្សចម្លែកផងប្តីហ្នឹងគឺថាយ៉ាប់ទៀតធ្វើការហ្នឹងគឺថាបាត់ពេញមួយយប់តែម្ដងធ្វើឲ្យហ៊ីស៊ូយើងកាន់តែបារម្ភថាគាត់ហ្នឹងមានសុខភាពអត់តែពេលនេះមិនមែនជារឿងហើយនេះគួរតែបារម្ភទេគឺថានេះគឺជាម៉ោងការងារហើយអ្នកមកញ៉ាំអីនៅក្នុងហាងថ្ងៃនេះគេបាននិយាយពីការលែងលះម្នាក់ហ្នឹងសួរទៅកាន់បរិសម្នាក់ទៀតថាមានអារម្មណ៍ដែរពេលលែងលះហើយម្នាក់ដែលលែងលះហើយហ្នឹងក៏និយាយថាមានអីល្អតាពេលនេះដូចជាមានសេរីភាពអញ្ចឹងបាញ់អង្គុយស្ដាប់ប្រពន្ធរអ៊ូរទាំរាល់ថ្ងៃទៀតនោះទេចង់គាត់ធ្វើអីឬមួយក៏នៅក្បែរស្រីណាផ្សេងក៏មិនបាច់ចាំខ្វល់ដែរមើលទៅអ្នកគ្រប់គ្នាដូចជាអបអរសាទរនឹងសេរីភាពមួយនេះដល់ថាពេលនេះចង់រកស្ត្រីណាម្នាក់ផ្សេងទៀតក៏បានតាណាក៏និយាយទៀតដែរថាហើយមនុស្សប្រុសក៏មិនត្រូវនៅឯងយូរដែរតែរកស្ត្រីណាម្នាក់មកនៅជាមួយនឹងខ្លួនឯងពេលបែបហ្នឹងមុខមាត់អញ្ចឹងឯងតែសិតតែរកស្រីស្អាតអីណារូបរាងដែលត្រូវនឹងថែរបស់គាត់ទៀតហើយក្នុងចិត្តហ្នឹងគិតអញ្ចឹងហើយសឡឹងទៅកាន់ហេស៊ូរបស់យើងហើយក្នុងខួរអាប៉ែហ្នឹងគឺថាគិតអីចេញមកអាក្រក់ៗតែម្ដងណាគឺសម្រាយកាត់ចោលពេលនោះផងដែរសុកហ្នឹងអាប៉ែហ្នឹងស្រាប់តែឲ្យហ៊ីស៊ូយើងហ្នឹងចាក់ស្រាឲ្យគាត់គិតអីហ្នឹងឯនេះជាកន្លែងហាងអាហារមិនកន្លែងក្លឹបចាក់ស្រាឲ្យប្រុសផឹកទេហើយអាតាហ្នឹងពិតជាបង្ខំហ៊ីស៊ូយើងខ្លាំងហើយហ៊ីស៊ូយើងមិនព្រមចាក់ស្រាឲ្យគាត់ហ៎ហ្នឹងក៏តែបង្ខំហ៊ីស៊ូយើងទៀតហើយពេលនេះគឺថាផ្អាពេញមួយហាងតែម្ដងភ្ញៀវម្នាក់ហ្នឹងកំពុងតែស្វឹងផងគាត់ហ្នឹងគឺថាឈរស្ដីឲ្យហ៊ីស៊ូយើងញ៉ែកតែម្ដងអត់មានខ្លាំងហ្មងតែសួរគេថាមិនស្គាល់គាត់ថាជាអ្នកណាស្អីគេអាងម្ចាស់ក្រុមហ៊ុនតូចតាចហ្នឹងចង់មកបង្ខំគេឲ្យធ្វើអីក៏បានដែរពេលនោះម្ចាស់ហាងគាត់ក៏បានចូលទៅសម្របសម្រួលផងដែរតែអាតាហ្នឹងគឺថាអត់សុខចិត្តទេគាត់ហ្នឹងអះអាងថាខ្លួនឯងហ្នឹងចូលមកញ៉ាំអីនៅទីហ្នឹងញឹកញាប់ខ្លាំងហើយបានស្ដីឲ្យម្ចាស់ហាងថាគាត់ហ្នឹងអត់បានបដែបដៅកូនចៅទេមែនបានកូនចៅហ្នឹងធ្វើចរិតអញ្ចឹងដល់ម្ចាស់ហាងគាត់មិនចង់ឲ្យមានបញ្ហាគាត់ក៏សុំទោសទៅកាន់ភ្ញៀវទៅតែភ្ញៀវម្នាក់ហ្នឹងសុខចិត្តស្ងៀមស្ងាត់នឹងបន្ថែមអាហារជូនគាត់ជាមិនខានតែចង់និយាយថាប៉ែហ្នឹងគឺនៅតែចង់រករឿងគេគាត់បានប្រាប់ឲ្យហ៊ីស៊ូយើងហ្នឹងលិតជង្គង់ចុះទៅបើចង់សុំទោសណែជ្រុលពេកតែនេះដូចជាជ្រុលខ្លាំងពេកហើយម្ចាស់ហាងគាត់ក៏អត់សុខចិត្តដែរបុគ្គលិកគាត់ក៏មិនបានធ្វើអីខុសច្រើនការជួបកាយគ្នាហ្នឹងទៅវិញទៅមកគឺមិនព្រមស្ងាត់តែម្ដងហើយអ្វីដែលនឹកស្មានមិនដល់ទៀតនោះគឺថាហ៊ីស៊ូយើងមិនចង់ឲ្យមានបញ្ហាទាំងអស់គ្នានាងក៏ព្រមលិតជង្គង់ចុះហ៊ីស៊ូឈួតទេដឹងអេដមីនវិញអេដមីនយកស្បែកជើងញាត់មាត់អាប៉ែហ្នឹងបាត់ហើយសំណាងអេដមីនមិនមែនទូក្នុងរឿងហ្នឹងហើយបើហ៊ីស៊ូយើងគឺថាអត់ឲ្យហ៊ីស៊ូយើងធ្វើអញ្ចឹងតែយ៉ាងណាក៏ដោយហ៊ីស៊ូយើងមិនព្រមក្រោបឡើងនោះទេគាត់នឹងលិតជង្គង់រហូតដល់គេហ្នឹងអភ័យទោសឲ្យនាងហើយសង្ឃឹមថាគេហ្នឹងនឹងមកបរិភោគនៅទីនេះទៀតនៅពេលចេញទៅផ្ទះតកែហាងក៏បាននិយាយជាមួយនឹងហ៊ីស៊ូយើងផងដែរបរិសម្នាក់នោះគឺជាមនុស្សក្រគាត់គឺជាអ្នកសាងកំហុសហើយមិនបានហ៊ីស៊ូទៅសុំទោសគេទៅវិញតែសម្រាប់ហ៊ីស៊ូគាត់ក៏មិនចង់ឲ្យបាត់បង់អាជីវកម្មរបស់តកែរបស់គាត់ដែរដោយសារតែបុគ្គលិកនៅហ៊ុនតូចតាចក៏ដោយតែពួកគាត់ហ្នឹងឧស្សាហ៍ញ៉ាំអីនៅទីនេះខ្លាំងលោកតកែគាត់យល់ថាជីវិតគឺពិបាកខ្លាំងពេលដែលយើងជួបនឹងមនុស្សអាក្រក់យើងត្រូវតែស៊ូទ្រាំសម្រាប់ហ៊ីស៊ូយើងគឺមិនអីនាងអាចធ្វើបានព្រោះថាជីវិតនាងកន្លងមកនាងជួបតែរឿងបែបនេះហើយនាងបានឆ្លងកាត់ការងារជាច្រើនក៏ត្រូវបានលេបបន្ទោសជាច្រើនផងដែរប៉ុន្តែយូរទៅបេះដូងដែលប្រេះស្រាំរបស់ខ្ញុំបានប្រែក្លាយទៅជារឹងរូសទោះបីជាមានរបួសច្រើនប៉ុណ្ណាក៏ដោយហើយនេះក៏ដល់ពេលដែលហ៊ីស៊ូនឹងដើរត្រឡប់ទៅផ្ទះផងដែរហើយលោកតកែនឹងមិនចង់ឲ្យហ៊ីស៊ូដើរទៅផ្ទះគាត់ក៏ស្ម័គ្រចិត្តថាជូននាងទៅផ្ទះអីចឹងណាហ៊ីស៊ូយើងក៏និយាយថានាងមិនអីទេព្រោះថាចេញពីការងារនេះទៅនាងក៏មានការងារមួយទៀតត្រូវធ្វើដែរពីឲ្យលោកតកែវិញភ្ញាក់ផ្អើលខ្លាំងមែនតើមកហើយបើធ្វើការម្លឹងពេលណាសម្រាប់ហ៊ីស៊ូតើនាងគិតថារាងកាយរបស់នាងផលិតចេញពីដែកតែដោយ
សារតែការងារមួយនេះនាងធ្វើតែចុងសប្តាហ៍ទេតែលោកតកែវិញនៅតែហួសចិត្តនឹងហេស៊ូអញ្ចឹងតែបំណុលរបស់នាងច្រើនប៉ុណ្ណាបានដល់ថ្នាក់ហ្នឹងហើយតែចង់និយាយថាបើហេស៊ូយើងមិនខំប្រឹងទេចាប់បំណុលនឹងមកកំតិចផ្ទះរបស់នាងទៀតហើយសួរថាបំណុលហ្នឹងអ្នកណាជាអ្នកចពាក់ហើយអាម្នាក់នៅផ្ទះហ្នឹងឯងជាអ្នកចពាក់សោះវាជាស្អីបានតែនិយាយសុំទោសហ្នឹងឯងព្រោះតែពាក្យថាសងបំណុលនេះហើយពួកគេនឹងរៀបការនេះឬជាមូលហេតុដែលហេស៊ូយើងចង់ងាប់ចង់រស់ដោយសារតែបំណុលវាធ្វើឲ្យហេស៊ូពិតជាភ័យខ្លាចខ្លាំងសូម្បីតែពេលដែលខ្យល់បក់បោកនឹងទ្វារសនាងភ័យខ្លាចថាទីបំណុលមកទានាងដែរតែហេស៊ូនៅតែខំប្រដើម្បីសុបិននៃថ្ងៃអនាគតតែអត់មានណាមើលឃើញសុបិននឹងសោះចង់យើងក៏លេចមកកាន់បរោះដែលបានរករឿងហេស៊ូយើងនៅហាងសាច់អាំងអាតាហ្នឹងដើរតាមផ្លូវដូចជាសប្បាយចិត្តដល់ហើយបានធ្វើបាបគេបានសម្រេចនៅពេលដែលបរោះហ្នឹងកំពុងតែដើរយើងក៏បានឃើញស្មៅមួយផងគាត់ហ្នឹងកំពុងតែដើរគិតសប្បាយចិត្តរឿងដែលគាត់អាចយកឈ្នះគេបានក៏កំពុងតែមានមនុស្សម្នាក់កំពុងតែដើរតាមគាត់ពីក្រោយខ្នងដែរតាហ្នឹងគិតទៀតថានៅពេលដែលគាត់ធ្វើបាបគេអញ្ចឹងហើយនៅពេលក្រោយគាត់នឹងធ្វើល្អដាក់គេគាត់ណាស់គេនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គាត់ហើយគិតដល់ណាឯងចង់ក្អួតហើយយើងដឹងហើយអ្នកដែលតាមគាត់ពីក្រោយខ្នងគ្មានអ្នកណាក្រៅពីបរោះចម្លែកយើងនោះទេអត់មានចាំមើលថាតាហ្នឹងសប្បាយចិត្តដល់ណាទៀតហើយតាហ្នឹងប្រហែលជាគ្មានឱកាសទៅនិយាយជាមួយនឹងហេស៊ូយើងនៅសប្តាហ៍ក្រោយទៀតទេមើលទៅសុកហ្នឹងស្រាប់តែមាននរណាម្នាក់ហ្នឹងធាក់គាត់មួយជើងឲ្យដួលផ្កាប់មុខតែម្ដងម្នាក់ហ្នឹងក៏មើលដែរក៏សួរថាតើឯងគឺជានរណាហើយតើឯងហ្នឹងចង់ងាប់មែនចង់និយាយថានិយាយពាក្យហ្នឹងមកអ្នកណាជាអ្នកស្លាប់ឲ្យពិតប្រាកដទេហារបស់យើងបានបោចសក់អាតាហ្នឹងមកតែរឿងដែលមានហួសចិត្តនោះគឺថាពេលហ្នឹងឲ្យគេវាយគាត់មកម្នាក់ហ្នឹងឃើញទេហាយើងដូចជាមិនស្គាល់ចាស់ទុំហើយគាត់ក៏វាយទេហាយើងមែនតែសំខាន់ណាស់គឺទឹកមុខទេហាគឺស្មើទេតែម្ដងគាត់បានក្រោកឈរឡើងហើយសួរគេថាតើឯងហ្នឹងស្គាល់យើងគឺជាអ្នកណាហើយគាត់សួរគេអញ្ចឹងតើគេស្គាល់គាត់មិនកើតតែអ្នកគ្នាមានចាំពាក្យមួយនេះហើយដែលគាត់និយាយទៅកាន់ហេស៊ូរបស់យើងហើយអញ្ចឹងបើឯងមិនស្គាល់យើងទេអញ្ចឹងមានតែទេហាយើងបង្រៀនឲ្យអាប៉ែហ្នឹងស្គាល់ពីគាត់ហើយមើលទៅនៅក្នុងម៉ាតមួយកន្លែងហើយនេះជាម៉ាតដែលហេស៊ូយើងកំពុងតែធ្វើការផងដែរហេស៊ូយើងធ្វើការនៅក្នុងម៉ាតនេះនៅពេលយប់តែម្នាក់ឯងតែប៉ុណ្ណោះដូច្នេះការងាររបស់នាងក៏ច្រើនផងដែរឆ្លៀតពេលដែលនាងកំពុងតែបិទភ្នែកសម្រាប់មួយផ្លែតែមាននរណាម្នាក់បើកទ្វារចូលមកហើយអ្នកដែលបានដើរចូលមកនោះគឺថេហារបស់យើងនឹងឯងតែមកលើកនេះស្លៀកពាក់ដូចចិត្តដល់ហើយហេស៊ូយើងគឺភ្ញាក់ផ្អើលមកទៀតហើយលោកនេះដូចជាតូចចង្អៀតដល់ហើយមួយក៏បរោះម្នាក់នេះរស់នៅសង្កាត់នេះហើយពេលនេះហេស៊ូយើងក៏មិនអាចគេចបានដែរនេះជាបុគ្គលិកម្នាក់គាត់ដែលនៅក្នុងហាងមួយនេះវាមិនអីទេគ្រាន់តែគិតលុយឲ្យគេសោះមែនណាស្មានគេចូលទិញអីក៏ពិតគេចូលទិញបងបិទរបួសមួយប្រអប់សោះហេស៊ូយើងរៀងឆ្ងល់ដែរនាងក៏បានងើយទៅមើលមុខបរោះចម្លែកយើងហើយអ្វីដែលនាងឃើញនោះគឺថាបរោះចម្លែកយើងមានរបួសពេញមុខតែម្ដងហើយសាច់រឿងរបស់យើងក៏មានតែប៉ុណ្្នឹងផងដែរអ្នកទាំងអស់គ្នាយ៉ាងណាក៏ដោយមាននៅតែសុំទោសឲ្យដែរមានណាក្រចេញរឿងឲ្យអ្នកទាំងអស់គ្នាណាតែយ៉ាងណាមាននឹងព្យាយាមឆាប់ចេញរឿងឲ្យអ្នកទាំងអស់គ្នាឲ្យបានឆាប់នេះផងដែរចាំពីអត់មាន Channel Shadow បាយបាយ